សួស្តីបងប្អូនគ្នាថ្ងៃនេះយើងចេញវីដេអូមកលួ Surface ម្ដងតែសារអស់ MacBook លេងហើយ MacBook ភ្ញៀវគាត់ចោលហើយអញ្ចឹងចង់ចេញ Surface មុនចូលឆ្នាំដាក់តម្លៃពិសេសជូនបងប្អូន Surface នេះគឺរបស់ខ្ញុំប្រើផ្ទាល់ខ្លួនទៀតអញ្ចឹងខ្ញុំចង់បញ្ចេញវាវិញបើបងប្អូនធ្លាប់ឃើញវីដេអូនេះប្រហែលជាដឹងហើយអញ្ចឹង Surface នេះគឺខ្ញុំប្រើសម្រាប់តាំងវីដេអូនេះជាពាណិជ្ជកម្មបើប្រព័ន្ធអីតិចតួចសម្រាប់ការងារមើល YouTube អីហ្នឹងសម្រាប់ចម្រៀងតិចតួចហើយ Surface មួយគ្រឿងនេះគឺមានឈ្មោះថា Surface Pro 7 CPU វាគឺខ្ពស់អានេះយើងចង់បញ្ឈរចេះអត់ប្រើ keyboard ក៏បានបាទប្រើវាជា tablet ហើយយើងចង់ទាញជើងវាវិញបាទទាញជើងវាអញ្ចឹងយើងមើល touch វាសិនបាទ touch វាគឺនៅដើរ smooth ល្អហើយអ្វីដែលពិសេសនោះគឺយើងបានមកជាមួយនឹង keyboard original របស់វាបាទនេះគឺជា keyboard របស់ Microsoft ផ្ទាល់ហ្មង keyboard ក៏នៅស្អាតទេអត់មានលះហែកអត់មានអីទេkeyboard original វាគឺពិសេសខុសពី keyboard copy គឺមានកន្លែងភ្ជាប់ថ្មដែរនេះត្រូវភ្ជាប់ Bluetooth តែចំពោះ keyboard original យើងមិនបាច់ចាំភ្ជាប់ Bluetooth ទេមិនបិទ Bluetooth បិទ Wi-Fi អស់គាត់ដាក់ទៅគឺវាស្គាល់គ្នាតែម្ដងនេះកន្លែងនេះយើងភ្ជាប់ជាមួយវាមកគឺវាឆក់ចូលគ្នាចឹងគឺវាស្គាល់ហើយយើងអាចវាអក្សរវាដូច keyboard ចឹងធម្មតាមានភ្លើងនៅ keyboard ហ្នឹង keyboardចឹងយើងទៅមើល CPU វាប្រើ Intel Core i5 ជំនាន់ទី10គឺជំនាន់ខ្ពស់ RAM 8GB ជាមួយនឹង SD 128GB ចាំបងប្អូនមានតម្រូវការអាចទាក់ទងខ្ញុំបានតម្លៃគឺ299ទេហើយអ្វីដែលពិសេសមួយទៀត display គឺ case អានេះ case ស្បែកល្អដែរដែលខ្ញុំទិញមកថាទុកប្រើកន្លែងឥឡូវចង់លក់ចេញវិញអត់ខែណាអត់ដឹងទុកទៅអីមាន free ឲ្យបងប្អូនដែរត្រូវជាមួយ Surface Pro 7នេះអញ្ចឹងខ្ញុំដាក់ case មើលថាវាស្អាតប៉ុណ្ណាស្កប់សិនដោយសារដៃមួយពិបាកបាទនេះបន្ទាប់ពីដាក់ case ទៅយើងអាចដកប្រើចេញវិញក៏បានយើងអាចដកប្រើដូចមិញក៏បានដាក់ case ក៏បានតែដាក់ case ទៅស្អាតការពារ tablet យើងផងឥឡូវខ្ញុំបិទឲ្យមើលខេសនេះកាន់ដូចសភៅអញ្ចឹងគឺតំណងមែនតើសម្រាប់ទៅប្រជុំសម្រាប់ធ្វើអីការងារផ្សេងដូចសភៅមួយក្បាលអញ្ចឹងពេលដាក់ខេសហ្នឹងទៅ